ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនាងខ្ញុំបានរើសពូជក្រូចសើចដើម្បីជូនទៅភ្ញៀវដែលគាត់បានកំងចាបងប្អូននិយាយរួមទៅខាងកសិដ្ឋានយើងខ្ញុំគឺជ្រើសរើសតែពូជណាដែលល្អដើមដែលស្រស់អីចឹងដើម្បីផ្ញើជូនឲ្យខាងបងដែលគាត់បានកំងឲ្យគាត់យកទៅដាំទៅដើម្បីមានភាពជឿជាក់និងសុខភាពល្អចឹងណាបងប្អូនហើយកសិដ្ឋានយើងខ្ញុំគឺមានលក់ដំណាំហូបផ្លែច្រើនប្រភេទបើសិនបងប្អូនមានបំណងចង់ទិញដំណាំហូបផ្លែប្រភេទណាបងប្អូនមានចម្ងល់អាចឆាតសួរเพจយើងខ្ញុំបានចឹងបងប្អូននេះគឺជាដើមក្រូចដែលខាងកសិដ្ឋានយើងខ្ញុំរៀបចំហើយនឹងរើសដាក់ឲ្យភ្ញៀវទៅតាមបណ្ដាខេត្តបងប្អូននិយាយរួមទៅគឺថតឲ្យមើលជាក់ស្ដែងហើយរៀបឲ្យដើមដែលថតជាក់ស្ដែងនឹងទីបងប្អូនអត់មានលក្ខណៈមួយថាយើងថតដើមផ្សេងរៀបដើមផ្សេងអញ្ចឹងណាបងប្អូននិយាយទៅគឺរៀបប៉ិតដើមស្អាតប៉ិតដូចក្នុងរូបអញ្ចឹងបងប្អូនពេលខ្លះកាមេរ៉ាថតមិនស្អាតដូចខាងក្រៅបងប្អូននេះគឺជាដើមហើយនឹងស្លឹកវាគឺថាមានកម្លាំងមុំមុនចៃញែងហ្មងអត់មានរោគមានគីអីទេបងប្អូនយកទៅដាំទៅគឺថាមានកម្លាំងហ្មងក្រូចនឹងបងប្អូន